ជំរាបសួរសួស្តីពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំចេញវីដេអូបន្តទៀតបន្ទាប់ពីយើងបានចេញវីដេអូមុនទាក់ទងទៅនឹងការដាក់ពាក្យទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធី EB3 វីដេអូមុនខ្ញុំនិយាយអំពីលក្ខខណ្ឌហើយនិងអត្ថប្រយោជន៍ថ្ងៃនេះខ្ញុំមកនិយាយរៀបរាប់អំពីដំណើរការក្នុងការដាក់ពាក្យក្នុងកម្មវិធី EB3 ដែលយើងមាន4ដំណាក់កាលធំៗដែលខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនជាដំបូងគឺយើងបន្ទាប់ពីយើងដាក់ពាក្យស្នើសុំបន្ទាប់មកគឺយើង process ការងារតាមរយៈក្រសួងការងាររបស់សហរដ្ឋអាមេរិកដែលគេហៅថា Department of Law of Labor គឺបេក្ខជននឹងទទួលបានវិញ្ញាបនបត្រការងារដែលគេហៅថា LC Labor Certificate ក្នុងរយៈពេលប្រហែល10ទៅ14ខែបើលឿនអាច8ខែទៅ1ឆ្នាំបន្ទាប់ពីយើងទទួលបានវិញ្ញាបនបត្រការងារដែលគេហៅថា LC ហ្នឹងបន្ទាប់មកយើងនឹង process ការងារបន្តទៀតទៅ USCIS ដែលគេហៅថានាយកដ្ឋានសេវាកម្មសញ្ជាតិនិងអន្តរប្រវេសន៍សហរដ្ឋអាមេរិកទម្រង់បែបបទ I-140 របស់បេក្ខជនត្រូវបានអនុម័តក្នុងរយៈពេល6ទៅ12ខែអាចប្រើសេវារហ័សរយៈពេល14ថ្ងៃគេហៅថា Premium Process អាហ្នឹងបើសិនជាបងប្អូនចង់សេវាលឿនបន្ទាប់ពីយើងឆ្លងកាត់នាយកដ្ឋាន USCIS ហើយយើងទៅដល់មជ្ឈមណ្ឌលទិដ្ឋាការជាតិហៅ NVC National Visa Center យើងបំពេញទម្រង់ DS 260រួចបញ្ជូនមក NVC ចំណាយរយៈពេលប្រហែល6ទៅ12ខែអញ្ចឹងក្នុងរយៈពេល3ដំណាក់កាលនេះបងប្អូនឃើញហើយហេតុអីបានយូរគឺពីមួយដំណាក់កាលទៅមួយដំណាក់កាលគឺយើងប្រើរយៈពេលយូរពីព្រោះនាយកដ្ឋានមួយគឺមានបេក្ខជនច្រើនហើយមិនមែនទម្រង់តែ EB3 របស់យើងទេគឺមានទម្រង់បែបបទផ្សេងៗទៀតដែលគេដាក់ពាក្យទៅរស់នៅក៏ដូចជាធ្វើការវិនិយោគផ្សេងៗបន្ទាប់ពីយើងបានទទួលបានទិដ្ឋាការធ្វើការហើយកន្លែងហ្នឹងហើយជាអ្នកចេញ green card ឲ្យយើងបន្ទាប់មកគឺយើង process ការងារទៅស្ថានទូតប្រចាំប្រទេសអញ្ចឹងក្នុងការដែលយើងទៅស្ថានទូតប្រចាំប្រទេសហ្នឹងគឺរយៈពេលបន្ទាប់ពី NVC បញ្ជូនឯកសារមកស្ថានទូតរងចាំការណាត់សម្ភាសន៍ហ្នឹងស្ថានទូតយើងអាចរងចាំពី8ខែទៅ1ឆ្នាំឬក៏លើសហ្នឹងឬក៏មុនហ្នឹងអាស្រ័យទៅតាមជាក់ស្ដែងអញ្ចឹង process ការងារដំណើរការ4ដំណាក់កាលក្នុងការដាក់ពាក្យ EB3 គឺ process ទាំងអស់ហ្នឹងគឺអាចសរុបជារួមខ្ទង់3ទៅ4ឆ្នាំបាទសូមអរគុណប្រសិនបើពុកម៉ែបងប្អូនមានចម្ងល់ចង់សួរនាំឬក៏ចង់ប្រឹក្សាបន្ថែមអាចតាក់ទងជាមួយខ្ញុំបាទក៏ដូចជាអ្នកជំនាញរបស់ Global Visa Cambodia តាមរយៈលេខទូរស័ព្ទនិង Telegram ឬក៏អាចមកការិយាល័យរបស់យើងដើម្បីប្រឹក្សាដោយឥតគិតថ្លៃសូមអរគុណ